ចម្រើនពរញាតិញោមជាពុទ្ធបរិស័ទបងប្អូនប្រុសស្រីគ្រប់រូបទាំងអស់នៅក្នុងគណៈពេលនេះខ្ញុំបកណាអាត្មាភាពនឹងបានលើកយកនៅបញ្ហាកម្មមួយចំនួនដែលមានញាតិញោមពុទ្ធបរិស័ទគាត់សួរក្នុងរឿងរ៉ាវដែលកើតឡើងជាពិសេសគាត់សួរអំពីថ្ងៃខែគាត់សួរថាថ្ងៃណាដែលជាថ្ងៃល្អខែណាដែលជាខែល្អតាមក៏ពិតទៅមានគេបកស្រាយច្រើនហើយប៉ុន្តែខ្ញុំគណៈអាត្មាភាពក៏ឆ្លើយនិយាយត្រង់តាក់ទងពីខែថ្ងៃនឹងផងដែរហើយបើយើងនិយាយតាមបុរាណខ្មែរយើងក៏តែងតែលើកយកមកអំពីថ្ងៃខែឆ្នាំអីចឹងណាញាតិញោមពុទ្ធបរិស័ទឬក៏គ្រូហោរាសាស្ត្រអីហ្នឹងគាត់មើលចឹងហើយហ្នឹងហើយប៉ុន្តែបើឲ្យនិយាយបែបក្នុងព្រះពុទ្ធសាសនាគឺព្រះអង្គសម្ដែងឲ្យថាថ្ងៃណាក៏ជាថ្ងៃល្អដែរហ្នឹងហើយខែណាក៏ជាខែល្អឆ្នាំណាក៏ជាឆ្នាំល្អដែរហ្នឹងហើយដូចជាពុទ្ធព្រះអង្គមិនបានលើកយកអំពីថ្ងៃខែអាក្រក់នោះទេប៉ុន្តែព្រះអង្គទ្រង់លើកមកថានៅពេលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយវាចាចិត្តពេលនោះឈ្មោះថាជាអ្នកខិតរិទ្ធល្អជាមង្គលល្អជាពេលភ្លឺស្វាងល្អជាពេលនៃអរុណរះល្អជាគណៈល្អជាយាមល្អហ្នឹងហើយនៅពេលណាក៏ដោយឲ្យតែយើងប្រព្រឹត្តល្អដោយកាយវាចាចិត្តពេលនោះឈ្មោះថាជាពេលល្អហើយថ្ងៃល្អហើយជាអ្នកខិតរិទ្ធជាមង្គលហ្នឹងគឺនៅក្នុងព្រះពុទ្ធសាសនាអាត្មាភាពមិនបានលើកអីទៅខាងញាតិញោមពុទ្ធបរិស័ទអ្នកខាងទុទាយអ្នកខាងមើលពេលវេលាអីទេតែអាត្មាភាពលើកបែបក្នុងពុទ្ធសាសនាខន្តីភ័យទោសផងសម្រាប់ញាតិញោមពុទ្ធបរិស័ទអ្នកចេះដឹងផ្នែកខាងមើលវេលាខាងផ្នែកអីចឹងទៅដូចសពថ្ងៃពេលខ្លះគេរកពេលវេលារកតែថ្ងៃសៅរ៍ហើយថ្ងៃអាទិត្យជាពេលដែលសម្រាប់ហើយគេធ្វើបុណ្យធ្វើទានគេរៀបមង្គលការអីចឹងទៅហ្នឹងហើយអាចារ្យហ្នឹងហើយមានអ្នកខ្លះទៅក៏សុំឲ្យអាចារ្យដេញវេលារាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យអីចឹងទៅហ្នឹងហើយអាហ្នឹងគឺទៅតាមជំនឿរបស់គាត់នឹងធ្វើម៉េចឲ្យបានដេញចំវេលាថ្ងៃសៅរ៍ថ្ងៃអាទិត្យទោះបីជាខែណាឆ្នាំណានឹងធ្វើបុណ្យឬក៏រៀបមង្គលការហ្នឹងទៅតាមប្រពៃណីជំនឿរបស់គាត់ណាតែពេលខ្លះអាចារ្យក៏គាត់កិនគូទៅឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យគាត់ដាក់ប្លង់ចឹងដែរអាហ្នឹងវាជារឿងរបស់គាត់ទេតែអាត្មាភាពបកស្រាយបែបពុទ្ធសាសនាដែលព្រះអង្គទ្រង់ឬលើកមកថាពេលណាដែលយើងប្រព្រឹត្តល្អដោយកាយវាចាចិត្តពេលនោះគឺជាពេលល្អហើយញាតិញោមពុទ្ធបរិស័ទធ្វើទានក្តីរក្សាសិលក្តីការក្តីរៀបមង្គលការឬក៏ឡើងផ្ទះក៏ដោយតែយើងធ្វើល្អជាពិសេសគឺធ្វើល្អគឺសេរីសួស្តីហៅថាបញ្ញសេរីហ្នឹងវាកើតឡើងហើយអញ្ចឹងណាអាហ្នឹងយើងបែបពុទ្ធសាសនាទៅញាតិញោមពុទ្ធបរិស័ទហ្នឹងហើយញាតិញោមគួរតែគិតទៅព្រោះកម្មពិតបើយើងគិតទៅវិចារណាទៅមិនមែនព្រោះថ្ងៃវាមិនចេះអាក្រក់ទេថ្ងៃណាក៏ជាថ្ងៃល្អហើយពេលណាក៏ជាពេលល្អដែរដែលយើងសន្មត់ថាវាមានភ្លៀងវាមានខ្យល់អាហ្នឹងវាតាមរដូវកាលទេណានឹងបើថាឲ្យថ្ងៃអាក្រក់ហ្នឹងគឺបើយើងគិតមកអំពីអារឿងដែលយើងត្រូវបានទទួលសេរីសួស្តីបើយើងធ្វើរឿងអាក្រក់ហើយយើងទៅធ្វើអីដើម្បីរកវេលារកពេលវេលាយ៉ាងណាដើម្បីឲ្យរំដោះគ្រោះអាក្រក់របស់យើងដែលជាពិបាកណាញាតិញោមនោះហ្នឹងហើយបើយើងគិតណានឹងពួកយើងធ្វើអាក្រក់ទៅថាយើងទៅសម្រាប់គេថ្ងៃណាថ្ងៃហ្នឹងទៅដល់ពេលយើងធ្វើដើម្បីរំដោះនៅភាព
គេហៅថាខ្លួនឯងធ្វើនៅរឿងអាក្រក់ហើយដើម្បីឲ្យផុតចាកអំពីរឿងអាក្រក់ហ្នឹងវាពិបាកដែរញាតិញោមเนาะហ្នឹងហើយអញ្ចឹងបានថាពេលណាដែលយើងធ្វើសេចក្តីល្អគឺជាពេលនោះហើយជាពេលសិរីសួស្តីជាពេលមង្គលហ្នឹងណាញាតិញោមតែបើយើងធ្វើបាបធ្វើអំពើអាក្រក់ហ្នឹងវាពិបាកក្នុងការរកសេរីដែរជួនកាលបាបហ្នឹងវាឲ្យផលភ្លាមបច្ចុប្បន្នហ្នឹងយើងទៅធ្វើមិនហើយយើងខំទៅធ្វើមិនដើម្បីឲ្យពេលវេលាដែលល្អសម្រាប់យើងហ្នឹងនឹងឲ្យមកជួយយើងតន់ហន់បងហ្នឹងហើយអញ្ចឹងវាតតែខ្លួនយើងប្រព្រឹត្តល្អទៅដែរបងនឹងទៅវាមានសេរីទៅវាមានថ្ងៃល្អសម្រាប់យើងណានេះគឺអាត្មាភាពសូមលើកយកមកបកស្រាយផ្នែកខាងពុទ្ធសាសនាទេហ្នឹងហើយរឿងញាតិញោមពុទ្ធបរិស័ទជឿជំនឿខាងណានឹងវាជារឿងជំនឿរបស់ញាតិញោមពុទ្ធបរិស័ទហ្នឹងហើយក៏ប៉ុន្តែបើយើងគិតគូរទៅតាមព្រះពុទ្ធរឿងអ្វីក៏ដោយឲ្យតែយើងសាងអំពើល្អគឺវាបានផលមកល្អហើយអំពើបាបវាបានផលមកជាទុក្ខអញ្ចឹងណាហ្នឹងហើយយើងគិតទៅរកថ្ងៃល្អហើយយើងសាងរឿងអាក្រក់នោះគឺថាវាមិនបានសុខរហូតទេញាតិញោមពុទ្ធបរិស័ទយើងឃើញគេមានគេបានអ្នកខ្លះទៅលួចគេប្លន់គេនឹងឃើញមានឃើញបានមែនប៉ុន្តែមិនយូរទេបងលទ្ធផលនឹងនឹងវិនិច្ឆ័យសាបសូន្យទៅឈរបោកគេអីហ្នឹងនឹងមិនស្រួលទេបងអញ្ចឹងវាមានសេរីវាមានមង្គលឯណាបើយើងបាត់បង់អាថ្ងៃល្អរបស់យើងអស់ហើយហ្នឹងតែបើយើងធ្វើល្អទៅរកស៊ីដោយភាពសុចរិតទៅទៀងត្រង់ទៅការចិញ្ចឹមជីវិតឲ្យត្រឹមត្រូវទៅអាហ្នឹងវាខ្សត់សម្បត្តិខ្លះមែនប៉ុន្តែក៏វាមិនដល់នៅភាពទុកទោសនៅក្នុងថ្ងៃក្រោយដែរព្រោះអីពីព្រោះវាអត់មានបានមកដោយពីវរីញាតិញោមពុទ្ធបរិស័ទដូចជាទៅសម្លាប់ទៅប្លន់គេអីហ្នឹងហ្នឹងហើយទៅកុហកឆោបោកអីហ្នឹងវាបានផលមកវិញពីវរីហ្នឹងវាហុចផលឲ្យណាបងជួនកាលឲ្យបច្ចុប្បន្នជួនកាលឲ្យទៅក្នុងលោកខាងមុខទៅអញ្ចឹងវាជាថ្ងៃអាក្រក់ហើយយើងធ្វើអាក្រក់នោះហើយបើយើងធ្វើរឿងល្អវាជារឿងល្អទៅវិញហើយដូចចៅអីហ្នឹងបងគាត់ទៅឆ្កឹះទៅឆ្កៀលម៉ូតូគេអីគេហៅថាថ្ងៃសយថ្ងៃអីហ្នឹងគេចាប់បានអាហ្នឹងបាបដល់គេចាប់បានត្រូវទោសត្រូវបំណងគេអញ្ចឹងទៅគេចាប់ដាក់គុកដាក់ទោសដាក់ខ្នោះគ្នាអីចឹងទៅអាហ្នឹងវាមានទៅល្អអីបងហ្នឹងជារឿងអាក្រក់ហើយហ្នឹងហើយកុំបន្ទោសថ្ងៃបងទង្វើរបស់យើងទេអានេះបើយើងគិតអញ្ចឹងណាញាតិញោមពីព្រោះនៅក្នុងធម៌លោកលើកមកថាពេលណាដែលយើងប្រព្រឹត្តល្អពេលនោះគឺជាថ្ងៃល្អហើយណាវាអត់មានថ្ងៃណាអាក្រក់ទេឆ្នាំណាក៏ដោយខែណាក៏ដោយបើយើងធ្វើល្អវាបានល្អនឹងឯងបងអាហ្នឹងជារឿងដែលយើងគិតក្នុងបែបពុទ្ធសាសនាចាំមកភាពឆ្លើយប៉ុណ្ណឹងទេបងបើខុសខាតខ្វះអីយ៉ាងណាសូមមេត្តាខន្តីភ័យទោសបងសូមអនុមោទនា